បាទជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នានិងបងប្អូនសិស្សនិស្សិតទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំមានវីដេអូមួយបង្ហាញអំពីរបៀបចូលទៅប្រឡងក្នុងកម្មវិធីមួយតិចរបស់យើងអញ្ចឹងជំរាបដំបូងគឺបងប្អូនចូលទៅក្នុងក្រុម Telegram របស់យើងបងប្អូននឹងឃើញមាន link មួយ QR code មួយដែលយើងអាចប្រឡងបានអញ្ចឹងបងប្អូនអត់ចូលតាម link ទេបងប្អូនអាចយកទូរស័ព្ទដៃយើង scan តាម QR code ខាងលើបានឬក៏បងប្អូនចុចនៅក្នុងលេខ2នេះវាថាដំណភ្ជាប់ការប្រឡងអញ្ចឹងបងប្អូនចុចទៅក្នុងហ្នឹងទៅប៉ុន្តែនៅក្នុងការប្រឡងហ្នឹងគឺយើងមានលេខកូដមួយគឺលេខកូដសម្រាប់ការប្រឡងរបស់យើងគឺលេខ2026អញ្ចឹងបងប្អូនចុចលើ link ហ្នឹងទៅអញ្ចឹងបើយើងចុចភ្លាមយើងវានឹងបើកទៅក្នុង browser របស់ Telegram អញ្ចឹងបើបងប្អូនអត់ចង់បើកក្នុង browser Telegram ទេបងប្អូនទៅកត់ឲ្យចប់ទៅវានឹងលោតពាក្យថា open in អញ្ចឹងយើងយកពាក្យ open in ឬក៏ copy link ណាអញ្ចឹងបើមិនយើង open in វានឹងបើកទៅក្នុង browser របស់ទូរស័ព្ទយើងដែលមាន Google Chrome ឬអីទៅតែបើយើង copy link យើងអាច copy link ទៅផានក្នុង Google Chrome បានអញ្ចឹងឧទាហរណ៍ថាគ្រូបើកនៅក្នុង open in ជាងពេលគ្រូដាក់ open in ទៅវានឹង auto បើកទៅក្នុងកម្មវិធី Google Chrome របស់គ្រូតែម្ដងអញ្ចឹងបងប្អូនឃើញទាំងបែបនេះបងប្អូនអាចចូលទៅប្រឡងអញ្ចឹងបងប្អូនអាចចុចពាក្យចូលប្រឡងទៅបន្តមកទៀតគឺបងប្អូនសូមអានតាមការណែនាំនេះណាអូខេសម្រាប់ភាសាសាស្ត្រសូមអានអំពីបទបញ្ញត្តិនៃការប្រឡងជាមុនសិនបើសិនបើមិនមានឈ្មោះនៅក្នុងប្រព័ន្ធសូមជម្រាបទៅគ្រូបន្ទុកថ្នាក់ដើម្បីចុះឈ្មោះអញ្ចឹងមានថាបងប្អូនតាក់ទងទៅគ្រូបន្ទុកថ្នាក់ដើម្បីចុះឈ្មោះនៅក្នុងថ្នាក់រៀនរបស់យើងណាហើយបញ្ជាក់សម្រាប់លោកគ្រូការចុះឈ្មោះសិស្សថ្មីសូមប្រកាសថាទិន្នន័យត្រឹមត្រូវនិងបំពេញជាភាសាខ្មែរសូមពិនិត្យឲ្យបានច្បាស់មុនចុះឈ្មោះនិងជៀសវាងការបញ្ចូលឈ្មោះខុសទិន្នន័យបញ្ចូលខុសទិន្នន័យអញ្ចឹងយើងអានតាមការណែនាំទៅហើយបន្តចូលពាក្យបន្តអូខេអញ្ចឹងកន្លែងបន្តនេះបងប្អូនត្រូវជ្រើសខេត្តក្រុងរបស់យើងឲ្យបានត្រឹមត្រូវអញ្ចឹងឧទាហរណ៍ថាយើងនៅខេត្តកំពង់ឆ្នាំងយើងជ្រើសខេត្តកំពង់ឆ្នាំងណាកំពង់ឆ្នាំងបន្តមកទៀតគឺបងប្អូនសប្តាហ៍នៅស្រុកណាដែរអញ្ចឹងឧទាហរណ៍ថាខ្ញុំនៅស្រុកកំពង់ឆ្នាំងខ្ញុំស្រុកកំពង់ឆ្នាំងបន្តមកទៀតគឺបងប្អូនត្រូវជ្រើសឈ្មោះសាលារៀនរបស់យើងដែលយើងបានរៀនហ្នឹងអញ្ចឹងឧទាហរណ៍ថាខ្ញុំនៅសាលានេះខ្ញុំជ្រើសសាលានេះបាទបន្តមកទៀតតើបងប្អូនរៀនថ្នាក់ទីប៉ុន្មានបងប្អូនត្រូវជ្រើសថ្នាក់ទៀតណាបាទអញ្ចឹងបើសិនបងប្អូនថ្នាក់ទី7បងប្អូនថ្នាក់ទី7ណាថ្នាក់ទី7អូខេអញ្ចឹងបើយើងថ្នាក់ទី7ហើយយើងត្រូវស្វែងរកឈ្មោះរបស់យើងទៀតអញ្ចឹងយើងចុចលើស្វែងរកឈ្មោះមកអញ្ចឹងកន្លែងនេះគឺមានឈ្មោះបាទឧទាហរណ៍ថាបងឈ្មោះបាទនេះឈ្មោះកុកសានីណាបាទចុចមកបន្តទៀតបងប្អូនត្រូវចុចលើពាក្យថាបង្កើតកូដរបស់អ្នកចុចពាក្យបង្កើតកូដមកបន្តទៀតបងប្អូនត្រូវចុចពាក្យចម្លងកូដឬក៏ copy កូដនៅពេលបងប្អូនចុចពាក្យចម្លងកូដហើយបងប្អូននឹងឃើញពាក្យថាជ្រើសមុខវិជ្ជាអញ្ចឹងខ្ញុំសូមចំណងទៀតបាទជ្រើសមុខវិជ្ជាទៅវានឹងលោទៅដល់មុខវិជ្ជាដែលយើងត្រូវប្រឡងឧទាហរណ៍ថាយើងត្រូវប្រឡងមុខវិជ្ជាអង់គ្លេសអញ្ចឹងបងប្អូនចុចមុខវិជ្ជាអង់គ្លេសមកបាទបន្តទៀតយើងចាប់ដើមមើលខាងក្រោមនេះមុននឹងយើងប្រឡងយើងអាចមើលសេចក្តីណែនាំរបស់គេសិនណាហើយបន្ទាប់ពីនេះហើយយើងអាចយកពាក្យចាប់ដើមប្រឡងអញ្ចឹងយកពាក្យចាប់ដើមប្រឡងមកបាទអញ្ចឹងកន្លែងនេះគេឲ្យយើងបញ្ចូលលេខកូដសម្ងាត់អញ្ចឹងលេខកូដសម្ងាត់របស់យើងដែលយើងបានបញ្ចូលគឺលេខ2026អញ្ចឹងបងប្អូនលេខអញ្ចឹងកន្លែងនេះគឺបងប្អូនវាយលេខ2026អាចវាយលេខខ្មែរបានទេអញ្ចឹងវាយលេខបារាំងអញ្ចឹងណាតោះទៅយកពាក្យផ្ទៀងផ្ទាត់នៅពេលបងប្អូនចុចផ្ទៀងផ្ទាត់ទៅគឺវានឹងចូលដល់វិញ្ញាសារបស់យើងតែម្ដងណាអូខេ